សួស្តីបងប្អូនទាំងអស់គ្នាចឹងថ្ងៃនេះលោកគ្រូមានលំហាត់ទាក់ទងនឹងការបដូរចំនួនចម្រុះជាប្រភេទចឹងលំហាត់គ្រូមាន A B C D E ចឹងលំហាត់ទាំងអស់នេះគឺគេហៅថាចំនួនចម្រុះចឹងរូបរាងចំនួនចម្រុះគឺពិសេសបែបហ្នឹងគឺមានចំនួនគត់នៅជាមួយប្រភេទហ្នឹងគឺហៅថាចំនួនចម្រុះចឹងវិធីសាស្ត្រក្នុងការបដូរចំនួនចម្រុះទៅជាប្រភេទគឺបងប្អូនត្រូវយកភាគបែងផ្នែកខាងក្រោមនេះគេហៅភាគបែងចឹង5ភាគបែង3នេះភាគបែង3នេះភាគបែង5នេះភាគបែង7នេះភាគបែងជាមានន័យថាបងប្អូនត្រូវយកចំនួនភាគបែងទាំងអស់នេះយកទៅគុណនឹងចំនួនគត់លេខដែលនៅខាងមុខនេះគេហៅថាចំនួនគត់អ្នកយើងយកភាគបែងទាំងអស់ទៅគុណចំនួនគត់ទៅមកយើងយកចម្លើយដែលយើងគុណឃើញនឹងយើងយកទៅបូកជាមួយនឹងភាគយកលេខមួយនេះគេហៅភាគយកនេះផ្នែកខាងលើនេះហៅថាភាគយកភាគយកភាគយកចឹងឥឡូវយើងមើលអក្សរ A យើងធ្វើការគុណបងប្អូនគ្នាមើលអក្សរ A ចឹងមានន័យថាយើងយក3គុណ2 3គុណ2មកតមកយើងបូកជាមួយនឹងភាគយករបស់វា3 2ដង6 6បូកជាមួយនឹង4ស្មើនឹងស្មើនឹង10ចំណែកភាគបែងរបស់វាគឺយើងរក្សាទុកនៅដដែលនេះគេហៅថាបដូរចំនួនចម្រុះទៅជាប្រភេទយើងបាន1ចំណែកអក្សរ B យើងយក5គុណ2មកហើយបូកជាមួយនឹង3ដូចគ្នា5 2ដង10 10បូក3ស្មើនឹង10 13នៅលើភាគបែង5គឺនៅដដែលនេះយើងបាន2លំហាត់ចំណែកអក្សរ C ដូចគ្នាយើងយក3គុណជាមួយនឹង1បូកជាមួយនឹង4ភាគយក3ម្ដង3បូក4ស្មើនឹង7ចំណែកភាគបែង3គឺនៅដដែលនេះគឺបានប្រភេទបដូរចំនួនចម្រុះទៅជាប្រភេទអស់ហើយចំណែកអក្សរ D យើងយក5គុណនឹង3ដូចគ្នា1ហើយយើងបូកជាមួយនឹងភាគយក4 5 3ដងស្មើនឹង5 3ដង5 3ដងស្មើនឹង15 15បូក4ស្មើនឹង19នៅលើភាគបែងវាគឺ5ដដែលចំណែកអក្សរ E គឺយើងយក7គុណជាមួយនឹង2មកហើយបូកជាមួយនឹងភាគយក5 7គុណនឹង2ស្មើនឹង14 7 2ដង14ណា14បូកនឹង5ស្មើនឹង19នៅលើភាគបែងរបស់វាគឺ7រក្សាទុកនៅដដែលអញ្ចឹងទាំងអស់នេះហើយគឺគេហៅថារបៀបបដូរចំនួនចម្រុះទៅជាប្រភេទអញ្ចឹងក្រោយយើងបដូរទៅជាប្រភេទយើងមើលលំហាត់យើងបដូរបានទៅជាប្រភេទអស់ហើយអញ្ចឹងសំខាន់នោះគឺកន្លែងគុណរបស់វាភាគបែងគុណជាមួយនឹងចំនួនគត់ហ្នឹងគឺបងប្អូនត្រូវគុណត្រូវហើយបូកជាមួយភាគយកគឺយើងបូកឲ្យល្អិតល្អន់តិចណាប្រយ័ត្នខុសហើយហ្នឹងប្រយ័ត្នចម្លើយយើងចេញមកខុសគឺយើងទទួលបានបន្ទុកតិចជាងគេអញ្ចឹងទៅធ្វើឲ្យយើងប្រកួតប្រជែងវាអាចចាញ់គេអញ្ចឹងយើងចាំឲ្យច្បាស់យើងត្រូវយកភាគបែងគុណជាមួយនឹងចំនួនគត់បូកជាមួយនឹងភាគយកចំណែកភាគបែងរបស់វារក្សាទុកនៅដដែលអញ្ចឹងភាគបែងវារត់មករហូត3គឺនៅ3ដដែល5នៅ5ដដែល3នៅ3 5នៅ5 7នៅ7អញ្ចឹងទៅអរគុណ